សួស្តីទាំងអស់គ្នាអញ្ចឹងខ្ញុំមានព័ត៌មានមួយគឺពាក់ព័ន្ធជាមួយនឹងកម្ពុជាបានប្រកាសដកខ្លួនចេញពីការប្រកួតកីឡា SEA Games ឆ្នាំ2025ដោយបារម្ភពីសុវត្ថិភាពបាទអញ្ចឹងមុននេះបន្តិចគឺ page របស់National Olympic Committee of Cambodia ហ្នឹងគឺគាត់បានដាក់ឯកសារផ្លូវការមួយទៅកាន់អ្នករៀបចំSEA Games នៅប្រទេសថៃបាទដោយសារកម្ពុជាបារម្ភពីសុវត្ថិភាពនៅលើអត្តពលិករបស់កម្ពុជាអញ្ចឹងហើយទើបកម្ពុជាបានស្នើសុំធ្វើការដកលើគ្រប់ការចូលរួមប្រកួតទាំងអស់ហើយនឹងត្រឡប់មកប្រទេសកម្ពុជាយើងវិញបាទអញ្ចឹងព័ត៌មាននេះគឺពិតជាល្អមែនទែនព្រោះយើងបានមើលទៅទង្វើម្ចាស់ផ្ទះភាគីថៃនេះគឺគេបានធ្វើទៅលើកម្ពុជាយើងដូចជាមិនសូវសមដែរបាទដូចជាអក្សរដែលគេបង្ហាញនៅលើ SEA Games របស់គេពាក្យជំរាបសួរហ្នឹងបែរជាសរសេរខុសហើយ LED ដែលបង្ហាញពីប្រទេសកម្ពុជាបែរជាដាច់តែម្នាក់ឯងហើយនឹងរឿងអាវនៅលើអត្តពលិកយើងពាក់ព័ន្ធជាមួយនឹងមាន logo របស់ Nagavel អញ្ចឹងចុះបាទអញ្ចឹងគឺវាមានរឿងច្រើនទៀតដែលថៃគេនឹងអាចយកមកយាយីទៅលើអត្តពលិករបស់យើងបាទអញ្ចឹងខ្ញុំគ្រប់គ្រងទៅលើចំណាត់ការមួយនេះដោយសារខ្ញុំក៏បារម្ភពីសុវត្ថិភាពរបស់ពួកគាត់ដែរអញ្ចឹងការត្រឡប់មកវិញគឺជារឿងល្អមួយបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេសម្រាប់វីដេអូខ្លីនេះ